ធីធ្វើវីដេអូ Reel ជារូបសត្វกระดาษជួលៗបែបនេះជាមួយនឹង AI ហើយវីដេអូ Reel ប្រភេទនេះក៏មានការពេញនិយមច្រើនដែរនៅលើបណ្ដាញសង្គមអ្នកទាំងគ្នាអាចចូលទៅធ្វើវាបានតែគិតថ្លៃហើយអាចធ្វើនៅលើទូរស័ព្ទដៃក៏បានឬក៏នៅលើ computer ក៏បានដែរប៉ុន្តែនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញការប្រើប្រាស់នៅលើ computer ចឹងមុននឹងចាប់ផ្ដើមកុំភ្លេចចុច like share និង follow ផងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្ថែមទៀតចឹងដំណាក់កាលដំបូងគឺយើងចូលទៅកាន់កម្មវិធី Kling AI ចឹងអ្នកនរគ្នាអាចចូលទៅកាន់ website ដែលគេដាក់ថា klingai.com បន្តមកទៀតយើងចុចទៅលើពាក្យ create ចឹងយើងនឹងចូលមកកាន់កម្មវិធី Kling AI ហើយបន្តមកយើងចុចលើពាក្យ sign in ទៅហើយយើងអាច sign in ជាមួយនឹង Google account របស់យើងចឹងសម្រាប់account នៅក្នុង Kling AI នេះ free account គឺគេនឹងឲ្យ credit យើងជាប្រចាំខែគឺ credit ដែលខ្ញុំទទួលបានជាប្រចាំខែនេះគឺ116 credit ចឹងយើងអាចប្រើប្រាស់ credit នេះ free បើសិនជាយើងអត់ចង់បង់លុយណាតែបើសិនជាអ្នកទាំងគ្នាមានតម្រូវការច្រើនត្រូវការ generate video ច្រើនអាហ្នឹងខ្ញុំ recommend ឲ្យយើងទិញជា subscription របស់គេទៅជាដំណាក់កាលបន្ទាប់គឺយើងចុចទៅលើពាក្យ image នៅខាងឆ្វេងដៃនេះដើម្បីចាប់ផ្ដើមបង្កើត image ចឹងនៅក្នុងនេះគឺយើងត្រូវដាក់ prompt ចឹង prompt ខ្ញុំនឹងដាក់ link file Google document មួយនៅក្នុង description ចឹងអ្នកនរចុច link ហ្នឹងមកគឺយើងនឹងឃើញ file បែបនេះចឹងនៅក្នុងហ្នឹងគឺខ្ញុំដាក់មានរូបសត្វផ្សេងៗណាចឹងឧទាហរណ៍ថានៅក្នុងវីដេអូនេះខ្ញុំរើសយករូបសត្វមួយowl នឹងជាសត្វមៀមអញ្ចឹងបន្ទាប់មកខ្ញុំចូលមកកាន់ Kling បន្ទាប់មកខ្ញុំ paste prompt ហ្នឹងដាក់ចូលមកអូខេអញ្ចឹងមួយទៀតអ្នកនរគ្នាមើលត្រង់កន្លែងចំណុចខាងលើនេះយើងបើសិនជាវាជាប់ 2.0 យើងដូរមក 1.5 វិញដោយសារតែ 2.0 នេះគឺសម្រាប់ premium member អ្នកដែលបង់លុយទៅគេអាចប្រើបានអញ្ចឹងយើងប្រើ credit free ហ្នឹងយើងចុចលើ 1.5 ទៅបានហើយអញ្ចឹងបន្ទាប់មកយើងនៅខាងក្រោមនេះយើងរើសយក 916 ដើម្បីយកវីដេអូបញ្ឈរបន្ទាប់មក 4 output បានន័យថា generate ម្ដងចេញ 4 រូបភាពអញ្ចឹងយើងចុចលើពាក្យ generate មកបន្ទាប់មកយើងរងចាំមួយ plate នឹងទទួលបាននៅលទ្ធផលរបស់យើងអញ្ចឹងសម្រាប់ Kling AI នេះតាមដែលខ្ញុំខានប្រើមួយរយៈហើយខ្ញុំមកសាកល្បងឡើងវិញគឺឃើញថាវាដើរបានលឿននិងរលូនជាងមុនច្រើនអញ្ចឹងអ្នកនរគ្នាមិនមានបញ្ហារងចាំយូរដូចមុនទេហ្នឹងហើយប៉ុន្តែបើសិនជាមានអ្នកប្រើប្រាស់ច្រើនខ្ញុំក៏មិនប្រកាសដែរប៉ុន្តែតាមដែលខ្ញុំសាកល្បងគឺវាដើរលឿនហ្នឹងហើយអញ្ចឹងយើងទទួលបានលទ្ធផលរបស់យើងហើយអញ្ចឹងអ្នកនរគ្នារើសយករូបភាពណាមួយដែលយើងស្រឡាញ់ណាអញ្ចឹងឧទាហរណ៍ថាខ្ញុំស្រឡាញ់រូបមួយនេះដោយសារខ្ជូតជាងគេអញ្ចឹងយើងអាចចុចលើពាក្យ download នេះដើម្បី download ចូល computer ឬក៏ laptop របស់យើងហ្នឹងហើយអញ្ចឹងយើង download វាបានហើយបន្តមកបើយើងចង់ generate video យើងចុចលើពាក្យខាងក្រោមនេះគេដាក់ generate video ហ្នឹងហើយយ៉ាអញ្ចឹង generate video នេះគឺអ្នកនរគ្នាចុចទៅលើខាងលើនេះដូចគ្នាអញ្ចឹងយើងប្រើ 2.0 នេះក៏អត់បានដែរដោយសារតែសម្រាប់ member ដូចគ្នាអញ្ចឹងយើងរើសយក 1.6 នេះវិញអូខេបន្ទាប់មកយើងអាចសរសេរ prompt ហ្នឹងហើយសេ prompt បន្តិចបន្តួចនៅក្នុងហ្នឹងឬក៏យើងអាច paste prompt ដដែលហ្នឹងចូលមកក៏បានដែរបើយើងចង់ឲ្យមានធ្វើកាយវិការអីយើងអាចដាក់ prompt ហ្នឹងចូលក្នុងបានតែឧទាហរណ៍ខ្ញុំសាកល្បង paste prompt បាញ់មិញចូលដដែលអូខេបន្ទាប់មកយើងចុចលើ generate អញ្ចឹង generate ម្ដងយើងអស់20 credit សម្រាប់វីដេអូបើរូបថតយើង4នេះគឺយើងអស់តែ4 credit ទេអញ្ចឹងយើងចុចលើពាក្យ generate មកអូខេអញ្ចឹងនៅក្នុងនេះគេដាក់ estimate waiting time ឲ្យយើងអញ្ចឹងមាន2នាទី1នាទីអញ្ចឹងទៅអញ្ចឹងការសាកល្បងរបស់ខ្ញុំនេះគឺអត់រងចាំយូរទេត្រឹមតែខ្ទង់1នាទីអញ្ចឹងឥឡូវយើងទទួលបានវីដេអូហើយអ្នកនរនេះរងចាំមិនដល់ជា1នាទីទេតាមការ generate របស់ខ្ញុំហើយវាមានមុខងារថ្មីមួយទៀតដែលអ្នកនរអាចសាកបាននោះគឺដាក់ AI sound អញ្ចឹងយើងចុចលើពាក្យ AI sound នេះមកអញ្ចឹងគឺវានឹង analyze វីដេអូរបស់យើងហ្នឹងហើយវានឹងបង្កើតជា sound effect សម្រាប់វីដេអូហ្នឹងតែម្ដងអញ្ចឹងនៅកន្លែង sound prompt នេះអ្នកនរនឹងឃើញគេសរសេរ prompt ដើម្បីបង្កើតជា sound effect ឲ្យយើងតែម្ដងអ
ចឹងមានភាពឆ្លាតវៃមែនតើបន្តមកយើងចុចលើពាក្យ generate ទៀតមកចឹង generate sound effect នេះម្ដងគឺអស់10 credit ទៀតហ្នឹងហើយចឹងបើអ្នកទាំងអស់គ្នាអត់ចង់ generate sound effect ហ្នឹងក៏បានដែរអ្នកនរគ្នាអាចទៅរក sound effect នៅក្នុងកម្មវិធីកាត់តរបស់យើងដូចជា CapCut អីចឹងយើងអាចទៅរកហើយយើងដាក់ចូលក៏បានដែរហ្នឹងហើយចឹងប៉ុន្តែនេះខ្ញុំសាកល្បងឲ្យអ្នកនរគ្នាមើលថាតើវាមានភាពឆ្លាតវៃយ៉ាងណាចឹង sound effect នេះបន្ទាប់ពី generate ហើយគឺគេឲ្យយើងមាន4ជម្រើសចឹងយើងអាចចុច play មើលថាតើមួយណាដែលយើងពេញចិត្តជាងគេគឺយើងអាចdownload វាទៅចឹងឧទាហរណ៍ថាខ្ញុំពេញចិត្តនៅ sound effect ទី3នេះចឹងខ្ញុំចុចលើ download មក download video MP4 ហើយយើងចង់ download sound effect នឹងដោយ like ក៏បានដែរចឹងអ្នកនរគ្នាអាចធ្វើតាមលំនាំនេះដដែលដោយ copy prompt ពី file ដែលខ្ញុំបាន share ឲ្យហ្នឹងចឹងយើងអាច copy prompt ទៅដើម្បីបង្កើតជារូបភាពសត្វផ្សេងៗទៀតហើយយើងអាចយកវីដេអូហ្នឹងមកផ្គុំគ្នានៅក្នុង Facebook Reel ឬក៏ផ្គុំនៅក្នុង CapCut ក៏បានដែរអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូនេះកុំភ្លេចចុច like share និង follow ផងយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ